ស្ងាត់អតីតពិធីករល្បីឈ្មោះនាយទុយបានទម្លាយរូបភាពភរិយានិងកូនដំបូងធ្វើឲ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំងអតីតពិធីករនិងតារាសម្ដែងលោកអឹងរដ្ឋាបានធ្វើឲ្យមហាជនជាច្រើនជាពិសេសបណ្ដាអ្នកលេងបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីលោកបានទម្លាយរូបភាពភរិយានិងកូនដែលទើបសម្រាលបានកូនមួយទាំងដែលលោកមិនធ្លាប់បានលេចឮព័ត៌មានចូលរោងការនៅពេលណានោះឡើយតារាប្រុសរូបនេះបានបាត់មុខអស់ជាច្រើននៅក្នុងរង្វង់សិល្បៈបើសូម្បីតែកម្មវិធីអ្នកសិល្បៈជាច្រើនកន្លងមកនោះគេក៏កម្រឃើញមានវត្តមាននាយទុយចូលរួមដែរស្ងប់ស្ងាត់ពីការងារសិល្បៈរាប់ឆ្នាំស្រាប់តែស្ងាត់នាយទុយកំពុងសង្ងំកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលខណៈពេលក្នុងចង្កោមអ្នកសិល្បៈក៏មិនមានអ្នកណាដឹងថាលោកបានរៀបការភរិយានោះដែរតាមរយៈរូបភាពប៉ុន្មានសន្លឹកបង្ហោះនៅលើបណ្ដាញសង្គមពិធីករល្បីឈ្មោះលោកអឹងរដ្ឋាហៅទុយបានភ្ជាប់ជាមួយនឹងសំណេរថាអាយុបាន1ខែហើយសាណា16កក្កដាឆ្នាំ2026ប៉ាម៉ាក់ជូនពរកូនសុខភាពល្អណាកូនណាការទម្លាយពីភរិយានិងកូនពីសំណាក់នាយទុយនាពេលនេះបានធ្វើឲ្យមានការភ្ញាក់ផ្អើលជាមួយនឹងការកត់សម្គាល់ថាលោកបានចូលរោងការនៅពេលណាបានជាស្ងាត់លោកបញ្ចេញរូបភាពភរិយានិងកូនជាសាធារណៈបែបនេះយ៉ាងណាក៏ដោយបន្ទាប់ពីនាយទុយបង្ហោះរូបភាពភរិយានិងកូននៅលើបណ្ដាញសង្គមនាពេលនេះគេឃើញមានមហាជនជាពិសេសមិត្តនៅក្នុងសិល្បៈបានចូលទៅធ្វើការខមមិនដោយម្នាក់បានចូលរួមសម្ដែងនៃការអបអរសាទរទៅដល់រូបលោកនិងក្រុមគ្រួសារផងដែរគួរបញ្ជាក់ថាមហាមិត្តនិយមតាមដានកម្មវិធីកម្សាន្តទូរទស្សន៍ច្បាស់ជាបានស្គាល់យ៉ាងច្បាស់លោកអឹងរដ្ឋាហៅនាយទុយដែលជាតារាសម្ដែងនិងជាពិធីករដែលមានឈ្មោះបោះសម្លេងមួយរូបកាលពីអំឡុងឆ្នាំ2000ដល់ឆ្នាំ2010យ៉ាងណានៅក្នុងរយៈពេលប្រមាណឆ្នាំចុងក្រោយនេះនាយទុយបានបាត់វត្តមានពីវិស័យសិល្បៈដោយមិនមានដំណឹងឬមូលហេតុអ្វីនោះឡើយក្នុងពេលដែលជីវិតឯកជនលោកយ៉ាងណាហើយនោះក៏មិនមានអ្នកណាគេមកទម្លាយឲ្យដឹងនោះដែរដោយឡែកពាក់ព័ន្ធនឹងជីវិតស្នេហានិងគ្រួសារនោះកន្លងមកនាយទុយក៏មិនដែលលើកឡើងមកនិយាយនោះដែរខណៈអំឡុងពេលណាដែលស្ថិតនៅក្នុងរង្វង់សិល្បៈនោះក៏ពិធីកររូបនេះពុំសូវលេចឮដំណឹងស្នេហានឹងតារាស្រីរូបណានោះដែរតារាប្រុសរូបនេះគឺបាត់បង់ពីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំសូម្បីតែកម្មវិធីអ្នកសិល្បៈជាច្រើនកន្លងមកនោះគេក៏កម្រឃើញមានវត្តមាននាយទុយចូលរួមដែរស្ងប់ស្ងាត់ពីការងារសិល្បៈរាប់ឆ្នាំស្រាប់តែស្ងាត់នាយទុយកំពុងសង្ងំកសាងជីវិតគ្រួសារយ៉ាងមានសុភមង្គលខណៈពេលក្នុងចង្កោមអ្នកសិល្បៈក៏មិនមានអ្នកណាដឹងឬទម្លាយថាលោករៀបការមានភរិយានោះដែរក៏ស្រាប់តែពេលនេះលោកបានទម្លាយរូបភរិយានិងកូនដែលទើបសម្រាលបាន1ខែទាំងដែលលោកមិនធ្លាប់បានលេចឮព័ត៌មានចូលរោងការនៅពេលណានោះឡើយ